ផ្សារបោះដុំធំៗទាំង10នៅកួងជើសម្រាប់បងប្អូនដែលមានគម្រោងឡើងមករកស៊ីនៅប្រទេសចិនសូម share វីដេអូមួយនេះទុកទី1 EU International Auto Parts Commodity Trading Center គឺជាមជ្ឈមណ្ឌលលក់គ្រឿងតុបតែងរថយន្តលក់ស្កតបិទរថយន្តនិងលក់គ្រឿងឡើងស៊េរីរថយន្តគ្រឿងតូចគ្រឿងធំគ្រឿងថោកគ្រឿងថ្លៃនៅទីនេះមានទាំងអស់ឲ្យតែតាក់ទងជាមួយនឹងរថយន្តទី2 កួងជើ Li Wang Plaza គឺជាផ្សារលក់គ្រឿងអលង្ការមាសពេជ្រកែវកងត្បូងមានតម្លៃត្បូងមិនសូវថ្លៃនៅទីនេះមានទាំងអស់សម្រាប់បងប្អូនដែលរកស៊ីផ្នែកនេះទីនេះគឺជាតំបន់ជីរ៉ែរបស់បងប្អូនទី3 Beauty Exchange Center មជ្ឈមណ្ឌលលក់គ្រឿងសម្អាងពីចុងសក់ដល់ចុងជើងផលិតផលសម្រស់សម្រាប់មនុស្សប្រុសមនុស្សស្រីក្មេងចាស់នៅទីនេះគឺមានសម្រាប់មនុស្សគ្រប់គ្នាទី4 Baima Garment Market ផ្សារលក់ដុំនឹងរាយខោអាវបរោះនារីទាន់សម័យម៉ូដថ្មីម៉ូដប្លែកៗនៅទីនេះគឺមានច្រើនណាស់ហាងលក់សម្លៀកបំពាក់នានានៅប្រទេសចិនភាគច្រើនគឺឡើងមកយកអីវ៉ាន់នៅទីនេះទី5 Bayun Wall Leather Trading Center មជ្ឈមណ្ឌលលក់កាបូបបរោះនារីមានច្រើនម៉ូដច្រើន brand ច្រើន grade A grade B grade C grade D អាចរកបាននៅទីនេះទី6 Buyun Tiandi Su Wall គឺជាបណ្ដុំផ្សារនិងមជ្ឈមណ្ឌលលក់ស្បែកជើងបរោះនារីនិងកូនក្មេងជាច្រើនប្រភេទនៅទីនេះស្អីក៏ដោយឲ្យទៅតាក់ទងជាមួយស្បែកជើងគឺមានទាំងអស់ទី7 International Clock and Watch Market ផ្សារលក់ដុំនឹងរាយលានកាដៃច្រើនម៉ូដច្រើន brand ច្រើន grade ពិតដូចមិនពិតមិនពិតដូចពិតស៊ីនដូចយ៉ាដូចស៊ីនគឺមាននៅទីនេះទី8 New Asia International Electronic Digital City គឺជាមជ្ឈមណ្ឌលបោះដុំគ្រឿងអេសេសរីទូរស័ព្ទឆ្នាំងសាក power bank កាស speaker screen case ស្អីក៏ដោយឲ្យទៅតាក់ទងនឹងទូរស័ព្ទគឺមានទាំងអស់ទី9 One Link International Plaza ផ្សារលក់ដុំនឹងរាយផលិតផលកូនក្មេងនិងយុវវ័យច្រើនប្រភេទសម្រាប់អ្នកដែលបានមកកងជើជាមួយនឹងខ្ញុំតែងតែនាំពួកគាត់មកទីនេះមុនពេលដែលពួកគាត់